សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងចូលដល់មេរៀនទី3 Lesson 3 Talking about daily activities និយាយអំពីកិច្ចការប្រចាំថ្ងៃ Vocabulary ពាក្យអញ្ចឹងពាក្យរបស់យើងមានពាក្យ wake up ហ្នឹងគឺភ្ញាក់ពីគេង eat breakfast គឺញ៉ាំអាហារពេលព្រឹក go to work ទៅធ្វើការ take a rest សម្រាក go home ត្រឡប់មកផ្ទះ sleep គេងចឹងយើងចូលមកដល់សន្ទនាគំរូ conversation example ចឹងនៅក្នុងនេះយើងមានតួអង្គចំនួន2គឺតួអង្គ A ហើយនិងតួអង្គ B ចឹងតួអង្គ A គាត់សួរថា What do you do every day តើអ្នកធ្វើអ្វីជារៀងរាល់ថ្ងៃអញ្ចឹង B គាត់ឆ្លើយថា I wake up at 6 a.m. and eat breakfast and go to work ចឹង A គាត់ឆ្លើយថាខ្ញុំក្រោកពីគេងនៅម៉ោង6ព្រឹកខ្ញុំញ៉ាំអាហារពេលព្រឹកហើយទៅធ្វើការចឹង A គាត់សួរបន្តទៀតថា What time do you go home ចឹង A គាត់សួរតើអ្នកត្រឡប់មកផ្ទះនៅម៉ោងប៉ុន្មានឬមកក៏យើងអាចនិយាយថាតើម៉ោងប៉ុន្មានអ្នកត្រឡប់មកផ្ទះក៏បានដែរចឹង B គាត់ឆ្លើយថា I go home at 5 p.m. ចឹង A គាត់ឆ្លើយថាខ្ញុំត្រឡប់មកផ្ទះនៅម៉ោង5ល្ងាចចឹងដល់កន្លែងនេះគឺ practice អនុវត្ត Please answer that in English សូមឆ្លើយសំណួរទាំងនេះជាភាសាអង់គ្លេសសំណួរទី1 What time do you wake up ចឹងសួរថាតើអ្នកភ្ញាក់ពីគេងនៅម៉ោងប៉ុន្មានចឹងក្នុងនេះយើងអាចឆ្លើយថាតាមស្ថានភាពជាក់ស្ដែងរបស់យើងម្នាក់ក៏បានដែរចឹងខ្ញុំឆ្លើយថា I wake up at 5 a.m. ចឹងសំណួរទី2គេសួរថា What do you do in the morning តើអ្នកធ្វើអ្វីនៅពេលព្រឹកអញ្ចឹងនៅពេលព្រឹក I សម្រាប់ខ្ញុំគឺ I cook breakfast ចឹងសំណួរទី3គឺថា What time do you go to sleep តើអ្នកចូលគេងនៅម៉ោងប៉ុន្មានចឹង I go to sleep at 10 p.m. សូមអរគុណ